បាទយើងឃើញមានកញ្ចៅមានឆពាន់ស្អាតណាស់បាទសាច់ក្លឹមក្រហមល្អហ្នឹងហើយហ្នឹងគេហៅថាដើមបញ្ញាអង្គជ័យបាទអញ្ចឹងសម្រាប់បញ្ញាអង្គជ័យមុននឹងយើងយកមកសាងនោះតែងតែយើងគិតថាត្រូវសាងរូបអីឲ្យសមនឹងបញ្ញាក្អែកបាទគឺមានច្រើនតួអង្គដែលសាងជាមួយអង្គជ័យគឺបានច្រើនជាទូទៅក្រោយពីយើងរកបានបញ្ញាហើយយើងស្គាល់ឈ្មោះច្បាស់បាទព្រោះបញ្ញាមានច្រើនកាលណាយើងរកស្គាល់ច្បាស់ដឹងអត្ថន័យច្បាស់នៃបញ្ញានឹងហើយយើងយកមកសាងបាទជាតួអង្គទៅតាមបាទអត្ថន័យនៃឈ្មោះដើមបញ្ញាហ្នឹងគឺប្រសិទ្ធភាពកាន់តែប្រសើរតួយ៉ាងដូចជាបញ្ញាអង្គជ័យដែលខ្ញុំកំពុងឆ្លាក់នេះអញ្ចឹងជាប្រភេទបញ្ញាមួយដែលកម្រតម្រាំតែបានដៃធំគឺអាយុកាលនៃដើមហ្នឹងក៏មិនតិចឆ្នាំដែរបាទហើយបងប្អូនដែលគាត់ទៅយកហ្នឹងមិនងាយនឹងយកទេអញ្ចឹងបានយើងគិតថាបញ្ញាក្អែកមានតម្លៃត្រង់ថាទី1តម្រាំតែបញ្ញាក្អែកបានធំមួយគឺយូរឆ្នាំហើយការដែលពួកគាត់ទៅយកបញ្ញាមួយហ្នឹងមិនស្រួលទេបាទការយកបញ្ញានេះមិនមែនទៅដល់ឃើញភ្លាមយកភ្លាមទេត្រូវមានកិច្ចមានពិធីសុំពេលវេលាឬថ្ងៃពេលវេលាយករបស់គាត់បាទអញ្ចឹងបានគិតថាតម្រាំតែបានមួយអង្គយកមកកសាងពាក់សិតតែរបស់មួយដែលមានតម្លៃណាស់បាទសម្រាប់អត្ថន័យនៃដើមអង្គជ័យនឹងគឺបានន័យថាយើងធ្វើអ្វីទៅគឺប្រកបទៅដោយភាពជោគជ័យគ្រប់កិច្ចការងារគឺទទួលបាននៅជ័យទៅយើងយកបញ្ញាអង្គជ័យនឹងមកកសាងដោយសារមានអត្ថន័យថាជ័យក្រោយពីយើងកសាងហើយយើងក៏មានរៀបជាពិធីបាទជាកិច្ចបញ្ចុះបញ្ញាក្អែកចំនួន9មុខដើម្បីបង្កើននៅប្រសិទ្ធភាពនៃបញ្ញាក្អែកនេះឲ្យកាន់តែពូកែស័ក្តិសិទ្ធិទៀតសម្រាប់តួអង្គព្រះអង្គវសីវលីគឺជាការពេញចិត្តរបស់បងប្រុសនៅខាងភ្នំពេញបាទខ្ញុំក៏សូមថ្លែងអំណរគុណដល់បងប្រុសនិងសូមជូនពរដល់បងប្រុសសូមឲ្យបងប្រុសបានទទួលនៅជោគជ័យនិងសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលចូលរួមទស្សនា